សុករិតប្រាប់ចំណុចខ្សោយពេជ្រសម្បត្តិមួយនេះទៅកាន់សុកធីមុននឹងការប្រកួតបានកើតឡើងព័ត៌មានរៀងរាល់ម៉ោងនាំមកជូនលោកអ្នកដោយ CSB Sport Official ក្នុងនាមជាបងប្រុសសុករិតបានផ្ដល់យុទ្ធសាស្ត្រនិងលើកទឹកចិត្តទៅកាន់ប្អូនប្រុសរបស់ខ្លួនគឺសុកធីខិតខំប្រឹងប្រែងឱកាសមិនមានច្រើនដងនោះទេនេះគឺជាឱកាសយើងត្រូវតែកសាងកេរ្តិ៍ឈ្មោះឲ្យល្បីរន្ទឺយើងគឺជាសេរីចាស់ប្រកួតតាំងពីក្មេងៗមក2004 2005ប៉ុន្តែពេលនេះមកជួបជើងខ្លាំងសេរីក្រោយគេខំព្យាយាមបាទគឺខ្លាំងមែនតែនក្របីព្រៃពេជ្រសម្បត្តិអញ្ចឹងព្យាយាមកុំឲ្យបាក់មុខឲ្យសោះសុកធីបើសិនសុកធីហាត់បានពេញនោះសុករិតសង្ឃឹមលើប្អូនប្រុសរបស់ខ្លួន 100% ពេញថានឹងអាចយកឈ្នះក្របីព្រៃពេជ្រសម្បត្តិបានចំណែកឯយុទ្ធសាស្ត្រវិញគឺវាក្នុងឲ្យបានច្រើនព្រោះយើងឃើញថាក្របីព្រៃពេជ្រសម្បត្តិគេល្អដៃមួយវិញទៀតចំណុចខ្សោយរបស់ពេជ្រសម្បត្តិនោះគឺជ្រេខាងក្នុងនេះបើតាមការបង្ហើបពីសំណាក់សុករិតផ្ទាល់តែម្ដងបើវិភាគគូនេះកងចេញម្រាមអេដមីនសុំយកពេជ្រសម្បត្តិ 60% រីឯសុកធីត្រឹមតែ 40% តែប៉ុណ្ណោះប៉ុន្តែបើប្រកួតកងធំ5ទឹកវិញអេដមីនសុំយកសុកធី 60% រីឯពេជ្រសម្បត្តិ 40% ចុះបងប្អូនយើងតាមដានវីដេអូរបស់អេដមីនយកខាងណាយកខាងនេះដែរតោះចូលរួមទូទាយទាំងអស់គ្នាការប្រកួតនឹងប្រព្រឹត្តទៅនាថ្ងៃទី28ខែមិថុនាឆ្នាំ2025នៅលើសង្វៀន Extreme Cambodia គុនខ្មែរសូមអរគុណ